នៅថ្ងៃទី12ខែធ្នូឆ្នាំ2025ព្រះមហាក្សត្រថៃបានយល់ព្រមឲ្យរំលាយសភាទៅតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃលោកអនុធីនឆានវីរៈគុណដើម្បីបើកផ្លូវឲ្យរៀបចំការបោះឆ្នោតឡើងវិញរបបនយោបាយនៅថៃពេលនេះកើតឡើងនៅគ្រាដែលកងទ័ពថៃកំពុងបន្តវាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃអាទិត្យទី7ធ្នូតើវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃនឹងធ្វើឲ្យស្ថានភាពសង្គ្រាមជាមួយកម្ពុជាប្រែប្រួលដែរឬទេលោកបណ្ឌិតគិនភៀនអ្នកជំនាញវិទ្យាសាស្ត្រនយោបាយថ្លែងថាការដែលនាយករដ្ឋមន្ត្រីថៃប្រញាប់ប្រញាល់ចុះចេញពីតំណែងនាពេលនេះគឺមានមូលហេតុធំចំនួន3គោលបំណងធំទី1របស់គាត់គឺងាកចេញពីការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងរុស្ស៊ីដែលប្រទេសថៃបង្កមកលើប្រទេសកម្ពុជាចំណុចទី1ចំណុចទី2គឺអនុទានបានដឹងហើយថាប្រសិនបើមានការអន្តរាគមន៍ជាថ្មីម្ដងទៀតពីសំណាក់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកគឺអនុទាននឹងមិនមានពាក្យពេចន៍អ្វីដោះសារទេហើយគេព្យាយាមបង្កើតអន្តរកាលមួយសម្រាប់ប្រទេសថៃគឺមានន័យថារដ្ឋាភិបាលចាំផ្ទះដូច្នេះគឺនឹងមិនមានការទទួលខុសត្រូវអ្វីទេអញ្ចឹងគឺសូម្បីតែការចរចាពាណិជ្ជកម្មឬក៏ពន្ធបដិការជាមួយសហរដ្ឋអាមេរិកក៏ត្រូវផ្អាកដែរអញ្ចឹងគឺក្នុងស្ថានភាពនេះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងថៃគឺត្រូវអនុវត្តគេហៅថា status quo គឺស្ថានភាពដដែលចំណុចទី2គឺអនុទានដឹងហើយថាគាត់នឹងត្រូវបានគណៈបកប្រជាជនដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាហ្នឹងហើយថាគាត់ត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអីជាដើមហ្នឹងឥឡូវនេះគឺគណៈបកប្រជាជនក្រងបោះឆ្នោតទម្លាក់រដ្ឋាភិបាលអនុទានអញ្ចឹងទេដើម្បីកុំឲ្យគណៈបកប្រជាជនទម្លាក់រដ្ឋាភិបាលអនុទានតន់គាត់សុខចិត្តរំលាយសភាតែម្ដងចំណែកលោកវ៉ាន់ចាន់លូតអ្នកជំនាញច្បាប់និងនយោបាយវិភាគថាការដែលលោកអនុទានប្រញាប់ចុះចេញពីតំណែងតាមរយៈការរំលាយសភាទំនងមកពីភាពអាម៉ាស់នៃការបើកការឈ្លានពានមកលើកម្ពុជាមិនទទួលបានជោគជ័យនិងកំពុងទទួលសម្ពាធពីក្រុមប្រឆាំងនៅប្រទេសថៃទី1ស្ដីឲ្យឃើញពីសម្ពាធដ៏ខ្លាំងក្លារបស់សមាជិករដ្ឋសភាហើយនិងប្រសិទ្ធិថៃទី2ទំនងពាក់ព័ន្ធទៅនឹងភាពអាម៉ាស់នៃការបើកការឈ្លានពានមកលើកម្ពុជាក្នុងរយៈកាល5ថ្ងៃនេះដែលធ្វើឲ្យភាគីថៃខាត់បងយ៉ាងដំណំមិនត្រឹមតែមិនអាចទទួលបានលទ្ធផលពីការឈ្លានពានទេថែមទាំងត្រូវភាគីកម្ពុជាធ្វើការទប់ទល់នឹងវិបកយ៉ាងសម្បើមហើយក្នុងនោះតាមព័ត៌មានបឋមភាគីថៃខូចខាតជាច្រើនទាំងកងទ័ពទីតាំងសមរភូមិដែលធ្លាប់តែកាន់កាប់មុនសង្គ្រាមឈ្លានពានលើកទី2នេះក៏ត្រូវបានកម្ពុជាវាយបកឈរជើងយ៉ាងរឹងមាំនៅលើទឹកដីដែលខ្លួនធ្លាប់បានបាត់បង់នាពេលកន្លងមកដែរសម្រាប់លោកសឹមវិបុលសាស្ត្រាចារ្យនយោបាយយល់ឃើញផ្ទុយពីនេះអ្វីដែលបងប្អូនជនរួមជាតិខ្មែរយើងក្តីឬក៏អ្នកនយោបាយជាតិនិងអន្តរជាតិវិភាគថាលោកអនុទានគាត់ចង់កិច្ចចេញពីការទទួលខុសត្រូវក៏អាចថាបានប៉ុន្តែអ្វីក៏ដោយគឺខ្ញុំគិតថារដ្ឋាភិបាលថៃប្រទេសថៃទាំងមូលគឺមានគិតគ្រប់ជ្រុងជ្រោយច្បាស់លាស់ហើយមានន័យថាជាគោលដៅរបស់គេគឺមានន័យថាគេគិតបានយូរអង្វែងចឹងហើយបានគេចាប់ផ្ដើមធ្វើសង្គ្រាមនៅពេលនេះពីព្រោះយើងដឹងហើយថារដ្ឋាភិបាល take care government នេះឬក៏រដ្ឋាភិបាលចាំផ្ទះនេះគឺអត់មានសិទ្ធិអត់មានអំណាចអីនៅក្នុងរឿងការចរចាឬក៏ធ្វើកិច្ចព្រមព្រៀងជាអន្តរជាតិធំបែបនេះទេជាងអានេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ថានេះជាមូលហេតុដែលលោកអនុទានគាត់លាលែងចេញពីតំណែងហើយគាត់រំលាយសភាចោលប៉ុន្តែគោលដៅឬក៏គោលបំណងធំបំផុតរបស់រដ្ឋាភិបាលថៃនោះគឺមានន័យថាយើងអាចថាគាត់ចង់បន្តសង្គ្រាមអីតទៅមុខទៀតដោយអត់មានរដ្ឋាភិបាលចរចាអីចឹងគាត់អាចមានសិទ្ធិបន្តធ្វើសង្គ្រាមអីតទៀតទៅមុខឲ្យបានយូរអង្វែងតទៀតអាហ្នឹងគឺជារឿងដែលយើងត្រូវគិតពិចារណារីឯលោកបណ្ឌិតសេងសេរីអ្នកវិភាគនយោបាយយល់ថាការដែលលោកអនុทินឆាយវីរៈគុណចុះចេញពីតំណែងមិនមែនជារឿងចៃដន្យនោះឡើយមូលហេតុសំខាន់ដែលអនុทินត្រូវចុះចេញពីតំណែងវាមានគម្លាតសង្កត់នយោបាយផ្ទៃក្នុងខ្លាំងជាពិសេសគម្លាតសង្កត់និងលក្ខខណ្ឌមួយចំនួនដែលដាក់ដោយគណៈបកប្រជាជនថៃដែលជាគណៈបកកំណែតម្រង់របស់យុវជនហើយយើងដឹងហើយថាមុននឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហ្នឹងគឺអនុทินនឹងជាប់លក្ខខណ្ឌច្រើនណាស់ដោយសារខ្លួនមិនមែនជាគណៈបកដែលមានសម្លេងភាគច្រើននៅក្នុងសភាទេគណៈបកប្រឆាំងទេដែលមានសម្លេងភាគច្រើននៅក្នុងសភាចឹងហើយវាត្រូវការការគាំទ្រពីគណៈបកប្រជាជនថៃប៉ុន្តែគណៈបកប្រជាជនថៃបានដាក់លក្ខខណ្ឌ
ទី1គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំងស្រុងទី2ត្រូវរំលាយសភាក្នុងរយៈពេល3ខែ100ថ្ងៃចឹងហើយការរំលាយសភានេះមិនមែនជារឿងដែលចៃដន្យទេគ្រាន់តែថាអនុทินហាក់ដូចជាមានការរំលាយសភាមុនកាលកំណត់បន្តិចបាទគួរបញ្ជាក់ថានៅក្រោយការប្រកាសរំលាយសភាចោលនាថ្ងៃទី12ខែធ្នូនេះលោកអនុทินឆាយវីរៈគុលបានបង្ហាញមុខនៅវិមានរដ្ឋាភិបាលតែលោកបានបដិសេធមិននិយាយអំពីមូលហេតុដែលខ្លួនស្នើសុំរំលាយសភាថៃចោលនោះឡើយនេះបើតាមសារព័ត៌មានជាភាសាថៃ The Standard នៅពេលអ្នកកាសែតបន្តសួរថាតើការរំលាយសភានៅប្រទេសថៃនេះនឹងប៉ះពាល់ដល់ចំនួនព្រំដែនជាមួយកម្ពុជាឬទេនាយករដ្ឋមន្ត្រីថៃដែលទៅតែឡើងកាន់តំណែងបានជាង3ខែរូបនេះបញ្ជាក់យ៉ាងខ្លីថាវានឹងគ្មានផលប៉ះពាល់ដល់ចំនួនព្រំដែនកម្ពុជាថៃឡើយតែយ៉ាងណាក៏ដោយលោកវ៉ុនចាន់ឡូតយល់ថាការដែលលោកអនុทินប្រញាប់ប្រញាល់ចេញពីតំណែងនាពេលនេះមិនមានន័យថាពួកយោធាបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជានោះទេការចាក់ចេញរបស់អនុทินនៅពេលនេះទំនងមិនមានអ្វីប្រែប្រួលជាដុំកំភួននោះទេចំពោះមហិច្ឆតាឈ្លានពានមកលើប្រទេសកម្ពុជាដូចយើងដឹងអំណាចដ៏ខ្លាំងក្លានៅក្នុងនយោបាយថៃគឺមិនមែននាយករដ្ឋមន្ត្រីនោះទេនាយករដ្ឋមន្ត្រីគ្រាន់តែជាអំណាចនយោបាយមួយដើម្បីដើរឲ្យស្របអំណាចពិតប្រាកដដែលជាអ្នកមានសិទ្ធិសម្រេចនៅក្នុងនយោបាយរបស់ថៃទាំងកិច្ចការផ្ទៃក្នុងកិច្ចការអន្តរជាតិជាពិសេសគឺការសម្រេចចិត្តបើកការវាយប្រហារមកលើកម្ពុជាដូចគ្នាអញ្ចឹងដែរលោកបណិតកិនភៀក៏លើកឡើងថាបន្ទាប់ពីលោកអនុทินចេញពីតំណែងគឺអំណាចបញ្ឆេះសង្គ្រាមគឺស្ថិតនៅលើកណ្ដាប់ដៃពួកយោធាថៃទាំងស្រុងដូច្នេះលោកថាកម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតខាងយោធាឥឡូវនេះការសម្រេចចិត្តលើប្រវត្តិការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាគឺវានៅលើកណ្ដាប់ដៃរបស់ពួកទាហានទាំងស្រុងអញ្ចឹងទាហានវាអាចធ្វើសកម្មភាពជាស្វ័យយ័តជាឯកតោភាគីជាអន្តរជាតិដោយមិនខ្វល់នឹងការរារាំងពីរដ្ឋាភិបាលស៊ីវិលរបស់ថៃទៀតទេពីព្រោះជារដ្ឋាភិបាលចាស់ផ្ទះអញ្ចឹងយើងមើលទៅសង្គ្រាមនេះនឹងអូសបន្លាយយូរវែងហើយកាន់តែសាហាវដូច្នេះសម្រាប់កម្ពុជារបស់យើងគឺត្រូវត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយខាងផ្លូវយោធាដើម្បីឆ្លើយតបនៅការឈ្លានពានពីសំណាក់ប្រទេសថៃមកលើប្រទេសយើងហើយយើងត្រូវតែបន្តជំរុញយន្តការការទូតច្បាប់អន្តរជាតិតាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំដែនអន្តរជាតិក៏ដូចជាការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិប្តឹងទៅសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិក៏ដូចជាបណ្ដាប្រទេសនានាទាំងអស់ដើម្បីឲ្យគេបានដឹងបានឮអំពីអំពើឈ្លានពានរបស់ប្រទេសថៃនិងសោកនាដកម្មរបស់ប្រទេសថៃសាងមកលើប្រជាជនយើងមកលើប្រទេសកម្ពុជារបស់យើងបាទសម្រាប់លោកបណិតសេងសេរីក៏យល់ថាសង្គ្រាមដែលថៃឈ្លានពានមកលើកម្ពុជាមិនអាចបញ្ចប់បានទេដរាបណាថៃមិនទាន់មានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវនាពេលខាងមុខការធ្វើសង្គ្រាមរវាងថៃនិងកម្ពុជានេះខ្ញុំមើលទៅមិនមានស្ថានភាពអីប្រែប្រួលច្រើនទេជាពិសេសរយៈពេលមុនការរៀបចំការបោះឆ្នោតនៅប្រទេសថៃរឿងមួយទៀតសង្គ្រាមរវាងថៃហើយនិងខ្មែរនេះអនុทินនោះគឺបានបកគលសិទ្ធិអំណាចទាំងស្រុងទៅឲ្យកងទ័ពនៅក្នុងការធ្វើស្វ័យសម្រេចទាក់ទងទៅនឹងការធ្វើសង្គ្រាមនេះដូច្នេះទោះបីជាអនុทินចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីក៏ដោយក៏ប៉ុន្តែកងទ័ពថៃនៅតែមានសិទ្ធិនៅក្នុងការបន្តធ្វើសង្គ្រាមជាមួយកម្ពុជាហើយយើងឃើញហើយមេទ័ពជើងគោកថៃហ្នឹងបានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋថៃហ្នឹងថានឹងវាយកម្ពុជាឲ្យទន់ឆ្អឹងធ្វើឲ្យកម្ពុជានឹងបាក់ស្បាតដែលมันមានលទ្ធភាពនៅក្នុងការតដៃទៅថ្ងៃអនាគតហើយជំរុញឲ្យកម្ពុជានឹងឈានទៅដល់សុំចរចាហើយថៃនឹងគេនឹងដាក់លក្ខខណ្ឌ1 2 3ចឹងទៅចឹងហើយសម្ដីមេទ័ពថៃនេះគឺជាចេតនាក្នុងការធ្វើសង្គ្រាមរយៈពេលវែងឬក៏ធ្វើសង្គ្រាមធន់ធ្ងន់ជាមួយកម្ពុជាក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងមិនទូទៅទេនិយមពេកទេព្រោះមូលហេតុដែលសំខាន់ហ្នឹងក៏នៃការកើតសង្គ្រាមរវាងថៃនិងខ្មែរហ្នឹងក៏តាក់ទងទៅនឹងរឿងផ្ទៃក្នុងរបស់នយោបាយរបស់ថៃដែរដូច្នេះសង្ឃឹមថាបើនយោបាយផ្ទៃក្នុងថៃមានការប្រែប្រួលស្ថានភាពសង្គ្រាមរវាងថៃខ្មែរហ្នឹងនឹងមានការប្រែប្រួលដែរបាទ